ចូលឆ្នាំទំនៀមខេមរាទទួលទេវតាសាទរឆ្នាំថ្មីក្រុងស្រែចំការអង្គភិងសម័យញោមញាតប្រុងស្រីត្រេកអរជ្រាំងថ្លាញោមញាតប្រុងស្រីត្រេកអរជ្រាំងថ្លាសំបុត្រជាស្ពានជាយានចំឡងទៅបរលោកផងដោយក្តីប្រាថ្នាសទ្ធាសិលទានតាមអង្គសាសនាឧទ្ទិសផល្លាជួនញាតទាំងឡាយឧទ្ទិសផល្លាជួនញាតទាំងឡាយបុត្រណើតបុត្រភ្លឺឧត្តមសូវត្ថគួរយើងប្រតិបត្តិនឹងឪពុកម្ដាយលោកជាព្រះរួងតបគុណកុំធ្លយទេវតានេះហើយជាព្រំថែកូនទេវតានេះហើយជាព្រំថែកូនរក្សាសិល5បណ្ដាំពុទ្ធិកាកើតជាមនុស្សសាជាបុណ្យសំសួនរស់ដោយគុណធម៌សច្ចៈជាប់ខ្លួនស្មោះត្រង់ជាក្បួនគេឈ្មោះថ្លៃថ្លាស្មោះត្រង់ជាក្បួនគេឈ្មោះថ្លៃថ្លាចូលកូនកុំភ្លេចពាក្យពេចន៍ម៉ែឪអប់រំកូនចៅដោយធម៌កង្រណាកតញ្ញូខន្តីធម៌4ប្រការកូនបានសុខាមិនឃ្លៀងឃ្លានឡើយកូនបានសុខាមិនឃ្លៀងឃ្លានឡើយខែចែកចូលឆ្នាំទំនៀមខេមរាទទួលទេវតាសាទរឆ្នាំថ្មីក្រុងស្រែចំការអង្គភិងសម័យញោមញាតប្រុងស្រីត្រេកអរជ្រាំងថ្លាញោមញាតប្រុងស្រីត្រេកអរជ្រាំងថ្លាសំបុត្រជាស្ពានជាយានចំឡងទៅបរលោកផងដោយក្តីប្រាថ្នាសទ្ធាសិលទានតាមអង្គសាសនាឧទ្ទិសផល្លាជួនញាតទាំងឡាយឧទ្ទិសផល្លាជួនញាតទាំងឡាយបុត្រណើតបុត្រភ្លឺឧត្តមសូវត្ថគួរយើងប្រតិបត្តិនឹងឪពុកម្ដាយលោកជាព្រះរួងតបគុណកុំធ្លយទេវតានេះហើយជាព្រំថែកូនទេវតានេះហើយជាព្រំថែកូនរក្សាសិល5បណ្ដាំពុទ្ធិកាកើតជាមនុស្សសាជាបុណ្យសំសួនរស់ដោយគុណធម៌សច្ចៈជាប់ខ្លួនស្មោះត្រង់ជាក្បួនគេឈ្មោះថ្លៃថ្លាស្មោះត្រង់ជាក្បួនគេឈ្មោះថ្លៃថ្លាចូលកូនកុំភ្លេចពាក្យពេចន៍ម៉ែឪអប់រំកូនចៅដោយធម៌កង្រណាកតញ្ញូខន្តីធម៌4ប្រការកូនបានសុខាមិនឃ្លៀងឃ្លានឡើយកូនបានសុខា